សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីការបង្កើត Gmail account ងាយៗសម្រាប់បងប្អូនដែលអត់ទាន់ចេះបង្កើត Gmail account បងប្អូនអាចមើលវីដេអូនេះហើយបងប្អូនអាចបង្កើតបានដោយខ្លួនឯងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលបង្កើត Gmail account យកតែម្ដងដំបូងឡើយបងប្អូនចូល App Store បន្ទាប់មកបងប្អូន search ពាក្យថា Gmail បងប្អូន search ពាក្យ Gmail មកនេះហើយវាលុតនៅខាងលើបងប្អូនអញ្ចឹងបងប្អូនចុចលើ Gmail ឡើងមកចុច search វាមកហើយនេះដោយសារតែខ្ញុំបាន down រួចហើយអញ្ចឹងបងប្អូនអញ្ចឹងវាមានស្រាប់ហើយក្នុងទូរស័ព្ទខ្ញុំបើបងប្អូនអត់ទាន់មានបងប្អូនចុច down វាសិនទើបអាចបើកបានអញ្ចឹងខ្ញុំសុំចុច open យកតែម្ដងខ្ញុំចុចបើកដើម្បីចូលកម្មវិធី Gmail អញ្ចឹងបងប្អូនចុច open មកហើយបន្ទាប់មកទៀតដល់ផ្ទាំងនេះបងប្អូនត្រូវយកពាក្យថា Google ចុចលើពាក្យ Google ហ្នឹងមកបងប្អូនចុចលើពាក្យ Google ហើយវានឹងលុបផ្ទាំងមួយទៀតនេះលុបផ្ទាំង continue អញ្ចឹងបងប្អូនចុចលើពាក្យ continue ហ្នឹងមកហើយដល់កន្លែងនេះបងប្អូនប្រសិនបើបងប្អូនមាន Gmail ស្រាប់បងប្អូនវាយចូលកន្លែង Gmail all phone number មក all phone មកប្រសិនបើបងប្អូនមាន Gmail ស្រាប់ចឹងបងប្អូនប៉ុន្តែបើបងប្អូនអត់ទាន់មានទេបងប្អូនចុចកន្លែង create account ចឹងចុចលើ create account ហ្នឹងវាចេញពាក្យ for my personal use ចឹងបងប្អូនចុចលើ for my personal use ហ្នឹងមកបងប្អូនហើយបន្តមកទៀតបងប្អូនចុច next វានឹងឲ្យបងប្អូនបំពេញឈ្មោះអញ្ចឹងខ្ញុំសូមពេលបំពេញឈ្មោះតិចសិនបងប្អូនសូមពេលបំពេញឈ្មោះតិចសិនអញ្ចឹងឈ្មោះខ្ញុំរយៈស្មីអញ្ចឹងខ្ញុំដាក់រយៈស្មីខាងក្រោមនេះខ្ញុំដាក់ជាតាខ្ញុំយកតែម្ដងដាក់កងហើយបន្តមកទៀតបងប្អូនចុច next មកហើយដល់កន្លែងនេះបងប្អូនត្រូវបំពេញខែឆ្នាំកំណើតអញ្ចឹងខ្ញុំគាត់តែបំពេញដើម្បីឧទាហរណ៍បងប្អូនមើលអញ្ចឹងបងប្អូនអញ្ចឹងសូមបំពេញខែឆ្នាំកំណើតតិចសិនបងប្អូនអញ្ចឹងខ្ញុំដាក់ថ្ងៃទី12ខែមករាCenturyហើយឆ្នាំខ្ញុំដាក់ឆ្នាំ1994ហើយកន្លែង gender ភេទបងប្អូនអញ្ចឹងបងប្អូនចុចលើហ្នឹងជ្រើសរើសភេទបើស្រីដាក់ female បើប្រុសដាក់ male អញ្ចឹងខ្ញុំដាក់ male ខ្ញុំចុចលើ male ហើយបន្តមកជាបងប្អូនចុច next ដល់កន្លែងនេះហើយកន្លែងនេះគឺជា Gmail ដែលគេបង្កើតឲ្យដោយខ្លួនឯងបងប្អូនប្រសិនបើបងប្អូនពេញចិត្តបងប្អូនយកប៉ុន្តែបើបងប្អូនអត់ពេញចិត្តទេបងប្អូនអាចចុចកន្លែង create your own Gmail address ហ្នឹងបងប្អូនអាចបង្កើតដោយខ្លួនឯងយកអ្វីដែលខ្លួនឯងពេញចិត្តចឹងប៉ុន្តែដើម្បីឲ្យមានភាពងាយស្រួលខ្ញុំយក Gmail ដែលគេបង្កើតឲ្យតែម្ដងអញ្ចឹងខ្ញុំសូមយកអាកដាលរស្មីកង519@gmail.com ហើយបន្តមកទៀតបងប្អូនចុច next មកចុច next មកបន្តមកទៀតយើងប្រដាក់ password កន្លែង password នេះដែរបងប្អូនត្រូវដាក់ហើយបងប្អូនត្រូវចាំព្រោះនៅពេលដែលយើង sign in ចូលយើងត្រូវមាន password ដើម្បី sign in ចូលហើយចឹងបងប្អូនឡើយខ្ញុំសូមពេលដាក់ password សិនបងប្អូនហើយបន្តដាក់ password រួចបងប្អូនចុច next មកហើយដល់កន្លែងនេះត្រូវពេញលេខទូរស័ព្ទដែរបងប្អូនបើសិនបងប្អូននៅខ្មែរបងប្អូនយកទង់ជាតិខ្មែរមកហើយបន្ទាប់មកវាយលេខទូរស័ព្ទចូលទៅនេះដោយសារខ្ញុំនៅកូរ៉េអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទនៅកូរ៉េចូលតែម្ដងអញ្ចឹងខ្ញុំសូមពេលវាយលេខទូរស័ព្ទចូលសិនបងប្អូន
ហើយពេលដែលវាយលេខទូរស័ព្ទរួចបងប្អូន scroll វាឡើងលើមក scroll វាឡើងលើមកឃើញពាក្យថា yes am in ចឹងចុចកន្លែងហ្នឹងបងប្អូនហើយដល់កន្លែងនេះយើងត្រូវបំពេញលេខកូដព្រោះខាង Google បានផ្ញើលេខកូដចូលទូរស័ព្ទយើងចឹងបងប្អូនចឹងយើងបំពេញលេខកូដមួយខ្ទង់ហ្នឹងមកលោកខ្ញុំបានពេញលេខកូដហើយបន្ទាប់មកបងប្អូនចុច next ទៀតមកហើយដល់កន្លែងនេះបងប្អូនចុច next ទៀតអានេះយើងបង្កើតបានជោគជ័យបងប្អូនអញ្ចឹងបងប្អូនចុច next ទៀតដើម្បីបំពេញ option វាបន្ថែមតិចទៀតឲ្យគ្រប់លក្ខខណ្ឌគេចឹងបងប្អូនអញ្ចឹងបងប្អូន scroll វាឡើងលើមកហើយបងប្អូន tick ពីប្រឡោះហ្នឹងបងប្អូនហើយបន្តមកបងប្អូនចុច like script account ហ្នឹងហើយបងប្អូនឥឡូវយើងបង្កើត Gmail បានទៅជោគជ័យហើយបងប្អូនអញ្ចឹង Gmail នេះផងដែរបងប្អូនអាចយកវាទៅ sign in បានដូចជា Google Map ហើយនិង YouTube ហើយអរគុណសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe បងប្អូនម្នាក់មួយផងបងប្អូនសូមអរគុណ